ទីឃ្លាដែលប្រជាជនខ្មែរចងចាំនិងចង់បានដែលដីខ្មែរប្រែថាសវណ្ណភូមិនិងភ្នំពេញក្រុងល្អពាក្យទីឃ្លានេះគឺជាគោលគំនិតតម្រង់ផ្លូវនៃគម្រោងពាក្យថាសវណ្ណភូមិគឺជាគំនិតរចនារួមនិងធ្វើឲ្យភ្នំពេញជាក្រុងល្អនិងចម្រុះជាមុនគឺជាគោលដៅនៃគម្រោងដែលរួមថ្មីនៃរាជធានីដែលមានឈ្មោះថាជ្រោយសវណ្ណភូមិ ស្ថិតនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងកំពុងត្រដែតឡើងប្រកួតប្រជែងនឹងទីក្រុងធំផ្សេងៗទៀតក្នុងតំបន់នៅក្នុងពិភពលោកទីក្រុងនេះកំពុងតែត្រូវការអត្តសញ្ញាណថ្មីមួយសម្រាប់យុគសម័យថ្មីដែលរំលេចពីភាពល្អឯកនៃទីតាំងភូមិសាស្ត្រទន្លេ4មុខវប្បធម៌និងអតីតកាលដ៏រុងរឿងរបស់ជនជាតិខ្មែរនឹងធ្វើឲ្យប្រជាជនមើលទៅមុខទៅអនាគតដ៏រុងរឿងនៅក្នុងសម័យ Digital ជ្រោយសវណ្ណភូមិត្រូវបានរចនាដោយគិតទៅលើបរិបទ3ដែលងាយយល់សម្រាប់ប្រជាជនកម្ពុជាគ្រប់គ្នាបរិបទប្រវត្តិសាស្ត្របរិបទបច្ចុប្បន្ននិងបរិបទអនាគតបរិបទប្រវត្តិសាស្ត្រដែនដីសវណ្ណភូមិបើតាមរឿងព្រេងខ្មែរជាដែនដីដែលផុសចេញពីទឹកនៅពេលទឹកសមុទ្រស្រកហេតុនេះហើយបើយើងមើលទៅលើការរចនាគឺមានទួលមួយដែលផុសចេញពីទឹកទន្លេហើយនៅចំណុចដែលដីនិងទឹកជួបគ្នាគឺដូចជាច្រាំងសវណ្ណភូមិផុសឡើងរំលេចដោយចម្លាក់ខ្មែរពណ៌មាសនៅពីក្រោយទួលគឺជាលំហបៃតងសាធារណៈដែលមានម្លប់ត្រឆឹងត្រឆៃដាំដោយដំណាំដើមឈើដែលពេញនិយមដាំនៅតាមជនបទខ្មែរការរចនានេះអាចរំលឹកទៅប្រជាជនខ្មែរយើងថាដែនដីដែលយើងរស់នៅគឺជាដែនដីស័ក្តិសិទ្ធិដីសវណ្ណភូមិដីមាសដែលអំណោយផលដល់ការដាំដុះរុក្ខជាតិផ្សេងៗបង្កើតមនុស្សមានសមត្ថភាពនិងសំណង់ស្ថាបត្យកម្មអច្ឆរិយៈផ្សេងៗផ្លូវដើរ4ជ្រុងនៅពីក្រោមទួលគឺយកទម្រង់តាមគំហើញពីខាងលើរបស់ប្រាសាទខ្មែរដែលភាគច្រើនមានទម្រង់ជា axis កែងគ្នាហើយក៏វាយោងទៅតាមបរិបទបច្ចុប្បន្នដែលជាបរិបទដែលមិនងាយនឹងប្រែប្រួលមិនថា10ឆ្នាំមុនឬមួយក៏100ឆ្នាំក្រោយគឺភូមិសាស្ត្រនៃរាជធានីភ្នំពេញដែលនៅចំណុចប្រសពរវាងទន្លេ4មុខ3ជ្រុងនៃផ្លូវដើរ axis បានរចនាឲ្យពង្រីកខ្លួនចូលទៅក្នុងទឹកទន្លេដើម្បីផ្សារភ្ជាប់ជីវិតទីក្រុងនិងទឹកទន្លេមួយជ្រុងទៀតកប់ចូលទៅក្នុងដីទួលសវណ្ណភូមិដើម្បីបង្កើតអារម្មណ៍ស័ក្តិសិទ្ធិភាពអាត់កំបាំងនិងការស្វែងរកនៅចំណុចកណ្ដាលនៃផ្លូវដើរ axis គឺប្រាសាទមួយវាធ្វើឡើងពីគ្រឿងបង្គុំដែកពណ៌មាសនិងដុំកញ្ចក់ LED នៅពេលថ្ងៃពេលចាំងដោយពន្លឺវាមើលទៅដូចប្រាសាទមាសដែលផុសចេញពីទឹកនៅពេលរាត្រីប្រអប់ LED ទាំងអស់នឹងបញ្ចេញពន្លឺដូចជាការផ្លាស់ប្ដូរពីសម័យអង្គរដ៏រុងរឿងទៅសម័យថ្មីមួយដែលភ្លឺ Digital និងរស់រវើកការរចនានេះគឺគិតដើម្បីបរិបត្តិអនាគតដែលជាការមើលទៅមុខនៃសម័យ Digital ដែលកម្ពុជាយើងកំពុងតែឆ្ពោះទៅវាជាបរិបត្តិដែលយើងគិតមុនដើម្បីឲ្យការរចនារបស់យើងនៅតែមើលទៅថ្មីសម្រាប់ពេលខាងមុខហើយផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រនិងភាពបច្ចុប្បន្នដែលមិនអាចកែប្រែបានសរុបមកវិញរូបសំណាកជ្រោយសវណ្ណភូមិខុសប្លែកពីរូបសំណាកល្បីៗផ្សេងទៀតនៅរាជធានីភ្នំពេញដែលភាគច្រើនមានទម្រង់ជាមនុស្សវត្ថុឬអគារមួយដែលកំណត់ដោយរូបភាពឲ្យមើលឃើញនិងងាយចងចាំជ្រោយសវណ្ណភូមិជារូបសំណាករស់ដោតលើអារម្មណ៍និងបទពិសោធន៍ទៅលេងការរចនាមិនមែនជាទម្រង់បែបសំណង់និងអគារមួយទេទាំងលំហបៃតងទឹកទន្លេដើមឈើផ្លូវដើររូបសំណាកកណ្ដាលនិងអ្នកទៅលេងអង្គទាំងអស់ធ្វើទំនាក់ទំនងគ្នាដើម្បីបង្កើតជារូបសំណាកមួយដែលមានជីវិតនិងជាបេះដូងថ្មីនៃរាជធានីយ៉ាងពិតប្រាកដ